បាទសូមបួងសួងរំលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងគុណគ្រូនិងបារមីទាំងអស់ដែលបានផ្ដល់នូវការដឹងមុននៃជោគជតារិស័យរបស់ឆ្នាំទាំង12ដើម្បីយកមកធ្វើការបកស្រាយទៅកាន់ពុកម៉ែបងប្អូនដើម្បីសន្តាប់ដូចតទៅមុននឹងធ្វើការបកស្រាយលើជោគជតារិស័យរបស់ឆ្នាំទាំង12ខ្ញុំសូមបួងសួងនៅរាល់វត្ថុស័ក្តិសិទ្ធិសូមជួយឲ្យពុកម៉ែបងប្អូនដែលបានចូលមកកាន់เพจរបស់លោកគ្រូសូមឲ្យសុខចម្រើនរោគទទួលទានមានបានសុខភាពល្អហេងទាំងអស់គ្នាបន្ទាប់ពីធ្វើការរំលឹកគុណនិងឲ្យពរជ័យដល់ឆ្នាំទាំង12ពេលនេះខ្ញុំសូមចាប់ផ្ដើមទស្សទាយជោគជតារិស័យសម្រាប់ឆ្នាំទាំង12សម្រាប់ថ្ងៃសុក្រ15ខែរោខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី28ខែមិនិនាឆ្នាំ2025ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកហាក់មានអារម្មណ៍ស្រស់ស្រាយមានថាមពលនៃកម្លាំងបុណ្យពីជាតិមុនតាមជួយដូច្នេះហើយថ្ងៃនេះលោកអ្នកធ្វើអ្វីគិតអ្វីគឺតែងបានគ្រប់ជ្រុងជ្រោយនិងបានល្អប្រសើរបើលោកអ្នកមានគម្រោងធ្វើអ្វីគឺទទួលបានជោគជ័យជាក់ជាមិនខានបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរខ្លាំងណាស់លោកអ្នកអាចមានអំណោយឬមានគេសងរបស់ឬមានគេមកទិញរបស់ដែលធ្វើឲ្យលោកអ្នកចំណេញចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំនោះគឺថាមានភាពល្អប្រសើរនិងមានការជួយជ្រោមជ្រែងពីអ្នករួមការងារថ្ងៃនេះដែរលោកអ្នកត្រូវតែព្យាយាមធ្វើការងារឲ្យបានចប់ចុងចប់ដើមព្រោះផ្កាយសំណាងរបស់លោកអ្នកកំពុងជួយអ្នកឲ្យទទួលបានជោគជ័យហើយដើម្បីជាទុននៅថ្ងៃក្រោយបើតាមជើងលេខលោកអ្នកអាចនឹងមានការឡើងឋានៈនិងប្រាក់ខែនៅដើមខែក្រោយផងដែរតែទាមទារឲ្យលោកអ្នកខិតខំបន្តិចដើម្បីទទួលបានលាភជ័យពីវត្ថុស័ក្តិសិទ្ធិចំពោះស្ថានភាពគ្រួសារលោកអ្នកមានការអាណិតស្រឡាញ់ខ្ពស់ពីដៃគូរបស់អ្នកដោយសារតែអំពើល្អរបស់អ្នកធ្វើចំពោះដៃគូកន្លងមកសម្រាប់ការធ្វើដំណើរទីជិតទីឆ្ងាយជួបតែរឿងសប្បាយនិងអាចជួបមិត្តភ័ក្តិថ្មីល្អផងដែរសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ2លេខ9និងលេខ6និងលេខគូមានដូចជាលេខ62និងលេខ95ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌បៃតងនិងពណ៌ក្រហមទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសនិរតីចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវរាសីថ្ងៃនេះមិនសូវល្អទេចំពោះមនុស្សស្រីអាចមានរឿងច្រើនជាងបុរសបន្តិចហើយការប្រកបការងារក្នុងថ្ងៃនេះវិញឃើញថាមានភាពជឿនលឿនទៅមុខគួរសមហើយក៏តែងតែជួបនឹងផលលំបាកក៏ដូចជាជួបនៅឧបសគ្គខ្លះៗលាយឡំជាមួយនឹងលៀបសំណាងតិចតួចផងដែរចំពោះអ្នកប្រកបរកស៊ីជួញដូរចំនួនឆ្ងាយចិត្តមានការប្រែប្រួលពីល្អប្រែជាអាក្រក់ច្រើនហើយដូច្នេះគួរមានការប្រយ័ត្នប្រយែងដោយឡែកចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីកំឡោះក្រមុំព្រហ្មចារីឬស្វាមីភរិយាទាំងរៀបការថ្មីថ្មោងឬចាស់វស្សាក្តីក្នុងរយៈពេលនេះចូលប្រយ័ត្នអ្នកទី3ចូលមកជ្រៀតជ្រែកបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមិនសូវមានច្រើននោះទេគឺអាចបានត្រឹមមួយរស់ទេការធ្វើដំណើរជាទីចិត្តទីឆ្ងាយគួរប្រុងប្រយ័ត្នការធ្វើដំណើរទៅតំបន់ភ្នំព្រោះអាចមានភ្លៀងធ្វើឲ្យអ្នករអិលសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ3លេខ9និងលេខ7និងលេខគូមានដូចជាលេខ93និងលេខ36ពណ៌ដែលនាំសំណាងគឺពណ៌ល្មៀតពណ៌ផ្កាឈូកនិងពណ៌សទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងកើតនិងទិសនិរតីចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលរាសីរបស់អស់លោកអ្នកស្រុតចុះយ៉ាងខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃទំនាក់ទំនងនៅក្នុងពេលនេះហាក់មិនសូវល្អទេលោកអ្នកនឹងអាចមានការរិះគន់ការបោកបញ្ឆោតទៀតផងឬអាចមានចំនួនខ្លះផងដែរក្រៅពីនេះលោកអ្នកគួរចេះស្វែងរកឱកាសល្អៗសម្រាប់កែលម្អភាពខ្វះខាតចន្លោះចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូលោកអ្នកនឹងមានការទាស់ទែងពាក្យសម្ដីគ្នាបន្តិចបន្តួចលោកអ្នកគួរជៀសវាងការចេញដើរលេងនៅខាងក្រៅម្នាក់ឯងព្រោះអាចនឹងកើតមានជម្លោះធំនៅក្នុងគ្រួសារអ្នកចំពោះការងាររបស់អស់លោកអ្នកហាក់មិនដាច់ស្រឡះទេគឺមានលក្ខណៈខ្វះខាតច្រើនលោកអ្នកគួរស្ដាប់មតិកែលម្អពីមិត្តរួមការងារ
ហើយប្រការដែលត្រូវជៀសវាងនោះគឺមិនត្រូវធានាអះអាងនៅរឿងអ្វីនោះទេព្រោះអ្នកនឹងអាចទទួលរងថ្មបាក់ចំពោះអ្នកធ្វើជំនួញសហការឬការប្រមូលផលហាក់មិនសមប្រកបចិត្តនោះទេលោកអ្នកគួរចេះសម្លឹងមើលឱកាសល្អហើយចាប់យកឱកាសល្អនោះមកវិញទើបជាការប្រសើរចំពោះការធ្វើដំណើរលោកអ្នកមិនគួរចេញដំណើរនៅពេលថ្ងៃត្រង់ឬពេលយប់ជ្រៅនោះទេជាពិសេសមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងនោះទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ2លេខ4និងលេខ6និងលេខគូមានដូចជាលេខ22និងលេខ46ពណ៌ដែលនាំសំណាងគឺពណ៌លឿងពណ៌ស្វាយនិងពណ៌ប្រផេះទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងត្បូងនិងទិសនិរតីសូមខមមិនលេខ132ជាលេខសំណាងនាំលៀបជូនលោកអ្នកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះរាសីថ្ងៃនេះល្អមង្គលថ្ងៃនេះអ្នកអាចនឹងជួបមនុស្សមកពីចម្ងាយនាំរឿងល្អមកប្រាប់ហើយលោកអ្នកហាក់មានបំណងចង់ផ្លាស់ប្ដូរកន្លែងការងារក៏អាចពឹងពាក់គេបានដែរបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះមានភាពល្អប្រសើរច្រើននិងចំណូលអាចបានមកពីការសងប្រាក់ពីអ្នកដទៃចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំលោកអ្នកនឹងត្រូវបានគេជួយជ្រោមជ្រែងស្រឡាញ់រាប់អានច្រើននិងមានបំណងផ្លាស់ប្ដូរការងារឃើញថានឹងទទួលបានជោគជ័យព្រោះជើងលេខរបស់អ្នកល្អប្រសើរខ្លាំងលើការផ្លាស់ប្ដូរនេះសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានការលក់ចេញទិញចូលដូចសពដងចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានការយោគយល់គ្នាច្រើនហើយអាចមានកាដូពីដៃគូផងដែរការធ្វើដំណើរពីទីជិតទីឆ្ងាយគឺមិនមានអ្វីជាបញ្ហាទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ3លេខ6និងលេខ2និងលេខគូមានដូចជាលេខ18និងលេខ82ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ប្រផេះនិងពណ៌ខៀវទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងហើយនិងទិសបស្ចិមចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីរបស់អស់លោកអ្នកល្អបង្គួរចំពោះការរស់នៅប្រចាំថ្ងៃលោកអ្នកគួររកឱកាសបង្កើតទំនាក់ទំនងថ្មីញាតិមិត្តបងប្អូនជុំវិញខ្លួនហើយរកឱកាសកែលម្អភាពអវិជ្ជមានដែលអាចកើតឡើងនៅក្នុងពេលនេះចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូហាក់មិនមានអ្វីគួរឲ្យកត់សម្គាល់ទេលោកអ្នកអាចមានការទាស់សម្ដីគ្នាបន្តិចបន្តួចតែមិនមានរឿងអ្វីជាធំដុំទេសម្រាប់លោកអ្នកដែលមិនទាន់មានដៃគូថ្ងៃនេះជាថ្ងៃល្អដែលលោកអ្នកបានជួបគូព្រេងរបស់លោកអ្នកគួរក្តាប់ឱកាសនេះឲ្យបានលោកអ្នកគួរតែតាក់ទងទៅគេមុនឬនិយាយទៅគេមុនពីព្រោះបើបាត់បង់ឱកាសនេះលោកអ្នកនឹងមិនងាយមានឱកាសល្អបែបនេះទេចំពោះការងារកិច្ចការងាររបស់អស់លោកអ្នកគឺមានភាពរលូនណាស់ក្នុងថ្ងៃនេះហើយបើលោកអ្នកធ្វើការងារជាក្រុមឬសហការជាមួយដៃគូឬសមាជិកនានាលោកអ្នកនឹងមានភាពជោគជ័យកាន់តែច្រើនផ្ទុយទៅវិញនៅក្នុងកលៈទេសៈនេះលោកអ្នកក៏អាចបាត់បង់ទំនុកចិត្តទៅលើមជ្ឈដ្ឋានការងារខ្លះដែរដូច្នេះត្រូវអនុវត្តការងារមួយនិងគម្រោងការងារត្រឹមត្រូវចំពោះអ្នកធ្វើជំនួញថ្ងៃនេះការប្រមូលទិន្នន័យឬការលក់ដូររបស់អស់លោកអ្នកហាក់មិនសូវសមប្រកបទេលោកអ្នកគួររក្សាស្នាមញញឹមនិងភាពទំនាក់ទំនងល្អជាមួយដៃគូជំនួញរបស់អស់លោកអ្នកជានិច្ចចំពោះការធ្វើដំណើរបើអស់លោកអ្នកមានគម្រោងទៅដើរលេងកម្សាន្តឬអ្នកចង់ទៅកម្សាន្តទីជិតទីឆ្ងាយគួរជៀសវាងការដើរលេងលើភ្នំខ្ពស់សម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ1និងលេខ3និងលេខ5និងលេខគូមានដូចជាលេខ13និងលេខ31ពណ៌ដែលនាំសំណាងគឺពណ៌ខ្មៅពណ៌ប្រផេះនិងពណ៌ក្រហមទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងកើតនិងទិសនិរតីសូមខមមិនលេខ777ដើម្បីទទួលបានលាភនៅក្នុងថ្ងៃនេះចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់រាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចមានអារម្មណ៍តប់ប្រមល់ច្រើនគិតច្រើនដោយសារអំណាចកម្មតោងឲ្យអ្នកលោភលន់ចង់បាននេះចង់បាននោះតែយកមិនបានដូច្នេះត្រូវចេះហាមចិត្តទាំងតាំងចិត្តឲ្យស្ងប់អត់ធ្មត់គិតតាមសម្រួលធ្វើតាមសម្រួលនោះអ្នកនឹងបានធូរស្រាលបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានការខ្វះខាតតែអាចបានមកវិញខ្លះលោកអ្នកត្រូវចេះចាយវាយបិទត្បៀតបន្តិចចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពប្រទាំងប្រទើសបន្តិចតែបើលោកអ្នកចេះតាំងចិត្តឲ្យស្ងប់ធ្វើតាមសម្រួលនោះលោកអ្នកនឹងសម្រេចកិច្ចការបានល្អ
នឹងអាចធ្វើឲ្យចៅហ្វាយនាយឬមេមានការចាប់អារម្មណ៍សម្រាប់អស់លោកអ្នកដែលប្រកបរបររកស៊ីថ្ងៃនេះមិនសូវមានភ្ញៀវទេដោយសារតែរបស់របរអស់លោកអ្នកមិនមានអ្វីថ្មីដូច្នេះត្រូវចេះរកអ្វីថ្មីទៅប្រសើរចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវអាចមានការឆ្លោះទាស់តែងគ្នាដោយសារពាក្យសម្ដីមិនយល់ចិត្តគ្នាការធ្វើដំណើរទីជិតទីឆ្ងាយជួបតែការសប្បាយទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ1លេខ6និងលេខ8និងលេខគូមានដូចជាលេខ86និងលេខ16ពណ៌ដែលនាំសំណាងគឺពណ៌ស្វាយពណ៌សនិងពណ៌បៃតងទិសដែលនាំសំណាងគឺទិសខាងលិចគឺខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចជួបរឿងសំបំណងខ្លះនិងមិនសំបំណងខ្លះអាស្រ័យលើទឹកមុខរបស់អ្នករាល់កិច្ចការអ្វីហាក់ទាមទារឲ្យលោកអ្នកខិតខំយ៉ាងខ្លាំងតែក៏ទទួលបានផ្លែផ្កាខ្លះដែរលោកអ្នកគួរតែមានចិត្តអត់ធ្មត់លើការងារទោះការងារនោះមិនទាន់បានផលក៏ដោយនិងបើកចិត្តឲ្យទូលាយជាពិសេសកុំស្ដាប់សម្ដីដែលគេនិយាយឌឺដងមកកាន់យើងព្រោះនិស្ស័យរបស់យើងតែងតែជួបរឿងបែបហ្នឹងបើយើងយកចិត្តទុកដាក់នឹងរឿងតូចអាចទៅជារឿងធំក៏ថាបានអ្នកគួរតែស្ដាប់គេនិយាយឲ្យបានច្រើនជាងការនិយាយរបស់អ្នកព្រោះអ្នកជាមនុស្សដែលនិយាយច្រើនហើយការនិយាយនោះច្រើនតែនាំរឿងមិនល្អមកកាន់លោកអ្នកយល់ល្អអ្នកគួររៀនយកសម្ដីអ្នកដទៃដែលនិយាយទៅស្ដាប់ទៅពីរោះទើបអាចឲ្យលោកអ្នកឡើងហុងស៊ុយមកវិញចំពោះរឿងការងាររបស់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពរលូនទៅមុខជាធម្មតាទេតែលោកអ្នកគួរតែពិនិត្យលើការងាររបស់លោកអ្នកម្ដងហើយម្ដងទៀតព្រោះលោកអ្នកអាចនឹងមានចំណុចខ្វះខាតត្រង់ចំណុចណាមួយដែលអាចឲ្យលោកអ្នកមានការស្ដីបន្ទោសពីថ្នាក់លើឬពីមេរបស់លោកអ្នកតែបើលោកអ្នកព្យាយាមមើលបានច្រើនសារយកចិត្តទុកដាក់អ្នកនឹងទទួលបានការកោតសរសើរពីថ្នាក់លើជាមិនខានលោកអ្នកអាចមានការឡើងប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗនៅខែក្រោយៗនេះសម្រាប់អ្នកលក់ដូរឬធ្វើជំនួញគឺមានឱកាសថ្មីច្រើនដោយមុនស្នេហ៍លើមុខនឹងកាយវិការរបស់អ្នកតែគួរប្រយ័ត្នលើសម្ដីរបស់អ្នកបើនិយាយបានល្អអាចធ្វើឲ្យដៃគូសហការមានជំនឿចិត្តរកស៊ីជាមួយអ្នកប្រកបដោយទំនុកចិត្តនិងលូតលាស់ទៅមុខយ៉ាងល្អចំពោះស្ថានភាពគ្រួសារលោកអ្នកមានសភាពផ្អែមល្ហែមខ្លាំងណាស់ថ្ងៃនេះលោកអ្នកមិនមានការទាស់ទែងអ្វីទេជាមួយដៃគូរបស់អ្នកការធ្វើដំណើរទីជិតទីឆ្ងាយជាមួយក្រុមគ្រួសារគឺប្រកបដោយសុខសុវត្ថិភាពនិងមានភាពរីករាយក្រៃលែងចំពោះបញ្ហាសុខភាពលោកអ្នកគួរតែប្រុងប្រយ័ត្នជំងឺក្រពះនិងផ្លូវអារម្មណ៍ហាមមួម៉ៅក្តៅក្រហាយវាអាចបង្កជាជំងឺធ្ងន់សូមព្យាយាមសម្រាកនិងរកកន្លែងមានខ្យល់អាកាសដែលត្រជាក់ដើម្បីសម្រាកយ៉ាងហោចណាស់2ទៅ3ម៉ោងដើម្បីបន្ធូរអារម្មណ៍សូមជៀសវាងការសេពគ្រឿងស្រវឹងច្រើនពេកបើមានជំងឺសូមកុំភ្លេចទៅពិនិត្យសុខភាពតាមកាលកំណត់សម្រាប់ថ្ងៃនេះលេខសំណាងរបស់អ្នកគឺលេខ6លេខ1និងលេខ2និងលេខគូមានដូចជាលេខ22និងលេខ56ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌លឿងនិងពណ៌ទឹកក្រូចទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមែរាសីរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះនៅក្នុងថ្ងៃនេះទោះបីជាដួងរាសីរបស់អស់លោកអ្នកស្រុតចុះប៉ុន្តែកិច្ចការអ្វីមួយដែលលោកអ្នកនឹងតែងតែសមប្រកបបើលោកអ្នកមានការពុះពៀជាមួយការខិតខំប្រឹងប្រែងវិញនោះតែងទទួលបានជោគជ័យមកវិញគប់ប្រសើរចំពោះការរស់នៅវិញលោកអ្នកមិនគប្បីចាំតែចាប់កំហុសឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នអត់ការអ្វីសោះនាំគេគុំគួននាំផលលំបាកដល់អាត្មាខ្លួននៅពេលក្រោយចំពោះអ្នកដែលប្រកបរបររកស៊ីជួញដូរទីចិត្តទីឆ្ងាយមិនហុចផលផ្លែផ្កាគួរជាទីគប់ចិត្តនោះទេអាចនិយាយបានថាគ្រាន់មួយគត់គង់ការចាយវាជាប្រចាំតែប៉ុណ្ណោះរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងឥតហេតុផលច្រើនព្រោះតែការមិនយកចិត្តទុកដាក់គ្នាទៅវិញទៅមកការធ្វើដំណើរទីចិត្តទីឆ្ងាយមិនមានជាអ្វីជាបញ្ហានោះទេ
សម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ3លេខ6និងលេខ2និងលេខគូមានដូចជាលេខ18និងលេខ62ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ប្រផេះនិងពណ៌ខៀវទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសបស្ចិមសូមខមមិនលេខ621ជាលេខសំណាងនាំលៀបនាំជោគនាំជ័យជូនលោកអ្នកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវករាសីថ្ងៃនេះល្អបង្គួរលោកអ្នកអាចជួបរឿងហេងរឿងលៀបដោយមិនដឹងខ្លួនរាល់កិច្ចការអ្វីៗហាក់មានភាពល្អប្រសើរច្រើនដោយសារតែស្នាដៃនិងរាសីរបស់អ្នកឡើងលោកអ្នកគួរតែតាំងចិត្តឲ្យបានស្ងប់ស្ងាត់និងថឹងផ្ដោតលើការងារនោះលោកអ្នកនឹងទទួលបាននៅរឿងល្អៗចូលមកលោកអ្នកគួរសាងចិត្តល្អចិត្តបុណ្យទៅកាន់អ្នករាល់គ្នាជុំវិញខ្លួនដើម្បីឲ្យដួងរាសីកាន់តែមានពន្លឺហើយជៀសវាងការនិយាយមិនល្អពីអ្នកដទៃព្រោះអ្នកស្ដាប់អ្នកអាចជាសត្រូវរបស់អ្នកយកល្អអ្នកគួររៀននិយាយល្អពីអ្នកដទៃឲ្យបានច្រើននិងបង្ហាញអំពើល្អអ្នកទៅកាន់អ្នកដែលអ្នកនិយាយជាមួយទើបអាចឲ្យលោកអ្នកឡើងហុងស៊ុយមានគេតាមថែរក្សាចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពរលូនទៅមុខមានការកោតសរសើរពីចៅហ្វាយនាយតែលោកអ្នកគួរតែខិតខំបំពេញការងារឲ្យបានពេញដៃជាងសពមួយដងព្រោះលោកអ្នកអាចមានផ្កាយសំណាងជួយក្នុងថ្ងៃនេះដើម្បីតារាសាស្ត្របានទៅដល់គោលដៅទទួលបានការកោតសរសើរពីថ្នាក់លើផងដែរលោកអ្នកអាចនឹងមានការឡើងប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗនៅខែក្រោយៗនេះសម្រាប់អ្នកលក់ដូរឬធ្វើជំនួញគឺមានឱកាសថ្មីច្រើនដោយមុនស្នេហ៍លើមុខនិងសម្ដីដ៏មានភាពជឿជាក់អាចធ្វើឲ្យដៃគូសហការឬភ្ញៀវមានជំនឿចិត្តមកលើអ្នកដែលធ្វើឲ្យមុខរបររបស់លោកអ្នកលូតលាស់ទៅមុខយ៉ាងល្អប្រសើរចំពោះស្ថានភាពគ្រួសារលោកអ្នកមានសភាពធម្មតាដូចរាល់ដងលោកអ្នកមិនមានការទាស់ទែងអ្វីទេជាមួយដៃគូរបស់លោកអ្នកការធ្វើដំណើរទីជិតទីឆ្ងាយជាមួយក្រុមគ្រួសារគឺប្រកបដោយសុខសុវត្ថិភាពនិងមានភាពរីករាយក្រៃលែងចំពោះបញ្ហាសុខភាពលោកអ្នកគួរតែប្រុងប្រយ័ត្នជំងឺក្រពះនិងផ្លូវអារម្មណ៍ហាមួម៉ៅក្តៅក្រហាយវាអាចបង្កជាជំងឺឈឺធ្ងន់សូមព្យាយាមសម្រាកនិងរកកន្លែងមានខ្យល់អាកាសដែលត្រជាក់ដើម្បីសម្រាកបន្ធូរអារម្មណ៍សូមជៀសវាងការសេពគ្រឿងស្រវឹងច្រើនពេកបើមានជំងឺសូមកុំភ្លេចទៅពិនិត្យសុខភាពតាមកាលកំណត់សម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ5លេខ3និងលេខ8និងលេខគូមានដូចជាលេខ66និងលេខ33ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌ក្រហមនិងពណ៌បៃតងទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងលិចនិងទិសបូព៌ាចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរការាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកមានភាពជឿជាក់លើខ្លួនឯងនិងមានគេតាមជួយជ្រោមជ្រែងមិនថានៅទីកន្លែងណាទេលោកអ្នកមានអារម្មណ៍ស្រស់ស្រាយធ្វើអ្វីក៏បានសម្រេចដូចក្តីបំណងប្រាថ្នាបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរតែគួរចាយវាយឲ្យបានត្រឹមត្រូវជៀសវាងការចំណាយលើរឿងដែលមិនគួរចំណាយចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកមានភាពល្អប្រសើរទៅមុខទោះថ្ងៃនេះលោកអ្នកមិនបានខំប្រឹងប្រែងក៏ដោយតែហាក់មានការសរសើរពីចៅហ្វាយនាយលើរឿងដែលលោកអ្នកបានធ្វើកន្លងមកតែបើថ្ងៃនេះលោកអ្នកខិតខំធ្វើឲ្យបានល្អថែមទៀតលោកអ្នកនឹងអាចទទួលបានរង្វាន់ជាការលើកទឹកចិត្តអាចបានឡើងឋានៈឬឡើងប្រាក់ខែផងដែរចំពោះស្ថានភាពគ្រួសារលោកអ្នកមានការយល់ចិត្តគ្នាច្រើនដោយសារតែថ្ងៃនេះទឹកមុខអ្នកស្រស់ស្រាយបានធ្វើឲ្យដៃគូមានភាពកក់ក្ដៅជាមួយអ្នកសម្រាប់ការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសប្បាយរីករាយទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ6លេខ2និងលេខ8និងលេខគូមានដូចជាលេខ66និងលេខ99ពណ៌ដែលនាំសំណាងគឺពណ៌ក្រហមពណ៌បៃតងនិងពណ៌ស្វាយទិសដែលនាំសំណាងគឺទិសខាងកើត
ទិសខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចរាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចមានអារម្មណ៍ហត់នឿយធុញថប់អស់កម្លាំងបាក់ទឹកចិត្តតែដោយសារតែលោកអ្នកមានអំណាចបុណ្យតាមជួយដូច្នេះលោកអ្នកនៅតែអាចពុះពៀទៅមុខបានថ្ងៃនេះយកល្អលោកអ្នកអាចទៅធ្វើបុណ្យដាក់ទានខ្លះដើម្បីឲ្យអំណាចបុណ្យលោកអ្នកមានពន្លឺបំភ្លឺលោកអ្នកដើរទៅចំផ្លូវល្អជាងសពមួយដងចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពមិនសូវរលូនទេលោកអ្នកត្រូវព្យាយាមធ្វើការឲ្យស្វាហាប់និងច្បាស់លាស់នោះទើបល្អប្រសើរលោកអ្នកនឹងអាចមានការឡើងប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗផងដែរសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះត្រូវឡើងពីព្រលឹមដោយភាពស្វាហាប់លោកអ្នកអាចមានលាភលើការរកស៊ីឬមានដំណឹងល្អលើការលក់ដូរដែលមានការចំណេញបើមានអ្នកពាក់លុយអាចត្រូវបានគេយកមកសងវិញចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានភាពផ្អែមល្ហែមនិងយល់ចិត្តគ្នាជាងសពមួយដងការធ្វើដំណើរទីជិតទីឆ្ងាយមានលាភមានជ័យសិរីសួស្តីទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ9លេខ7និងលេខ8និងលេខគូមានដូចជាលេខ32និងលេខ96ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌សនិងពណ៌បៃតងហើយទិសដែលនាំសំណាងនោះគឺទិសខាងត្បូងទិសខាងកើតនិងទិសឧត្តរចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកគ្រាន់តែក្រោកឡើងភ្លាមហាក់មានអារម្មណ៍សប្បាយចិត្តនិងមានសិរីសួស្តីធ្វើអ្វីក៏បានសម្រេចមិនថាកិច្ចការតូចធំគឺសម្រេចបានទាំងអស់ដោយសារអ្នកមានសមត្ថភាពរួមផ្សំនឹងរាសីឡើងនៅក្នុងថ្ងៃនេះបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមិនមានអ្វីគួរឲ្យកត់សម្គាល់ទេតែគួរចាយវាយឲ្យបានត្រឹមត្រូវចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកមានភាពល្អប្រសើរដោយសារតែការខិតខំរបស់អស់លោកអ្នកកន្លងមកថ្ងៃនេះដែរអាចជាថ្ងៃដែលលោកអ្នកត្រូវបានទទួលការតបស្នងនៅអំណោយពីមេឬចៅហ្វាយនាយសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានសភាពល្អប្រសើរជាងសពមួយដងថាតែលោកអ្នកមានភាពច្នៃប្រឌិតនិងភាពតាក់ទាញរបស់អស់លោកអ្នកចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកអាចមានជនទី3មកធ្វើឲ្យលោកអ្នកមានការយល់ច្រឡំគ្នាដូច្នេះគួរចេះពិចារណាឲ្យបានហ្មត់ចត់មុននឹងកាត់សេចក្តីការធ្វើដំណើរទីជិតទីឆ្ងាយអាចនិយាយបានថាទៅជិតប្រសើរជាងឆ្ងាយព្រោះអាចធ្វើឲ្យលោកអ្នកអស់កម្លាំងសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ4លេខ3និងលេខ6និងលេខគូមានដូចជាលេខ99និងលេខ12ពណ៌ដែលនាំសំណាងគឺពណ៌ក្រហមពណ៌បៃតងនិងពណ៌ត្រួយចេកទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងជើងនិងទិសទក្សិណបាទសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានកាប់ជាករិស័យរបស់លោកគ្រូសូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អសុខភាពល្អហេងទាំងអស់គ្នាបាទជាពិសេសសូមជួយចុច like និង subscribe ជាពិសេសចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានការព្យាករណ៍រិស័យប្រចាំថ្ងៃប្រចាំខែប្រចាំអាទិត្យពីលោកគ្រូជាបន្តសូមអរគុណបាទ